សម្ដេចតេជោហ៊ុនសែនសូមចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយបានដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានសរសេរលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី20ខែមិថុនាឆ្នាំ2025នេះថាទោះបីពេលវេលាបានកន្លងហួសរយៈពេល48ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃទី20ខែមិថុនាឆ្នាំ1977ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់សម្ដេចតេជោហ៊ុនសែនរៀបរាប់ថាពិតជាខ្លោចផ្សានិងឈឺចាប់រកពាក្យនិយាយមិនបានយើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតប្រសិនបើខ្ញុំស្លាប់នៅពេលនោះតើនឹងមានអ្វីកើតឡើងនាពេល45ឆ្នាំកន្លងមកនេះសម្ដេចតេជោរំលឹកថាកាលគ្រានោះសម្ដេចយកជីវិតទៅបដូរការរស់រានមានជីវិតរបស់ប្រជាជនយកជីវិតទៅបដូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះបន្ថែមពីនេះគឺយកអំណាចទៅបដូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទៃការដឹកនាំពីជំនាន់ចាស់ទៅជំនាន់ថ្មីសម្ដេចតេជោមានប្រសាសន៍ថាសូមចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយសូមជម្រាបថាថ្ងៃទី20ខែមិថុនានេះគឺជាខួបលើកទី48ឆ្នាំ20មិថុនា1977 20មិថុនា2025ជាថ្ងៃដែលសម្ដេចចាប់ផ្ដើមយកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត